ជំរាបសួរបងប្អូនបាទថ្ងៃនេះខ្ញុំសូមលើកយកហុងស៊ុយប្រចាំខែធ្នូណា2026បាទនេះគឺអឺអឺវីដេអូនេះយើងនឹងនិយាយបញ្ចប់ឲ្យអស់ពីតារាសាស្ត្រណាបងប្អូនបាទតារាសាស្ត្រប្រចាំខែបាទប្រចាំខែព្រោះដល់ពេលយើងចូលឆ្នាំថ្មី2027ទៅគឺយើងនិយាយរឿងថ្មីចឹងទៅណាហើយខ្ញុំនឹងលើកយកពីសัตว์ណាសัตว์របស់យើងហ្នឹងសัตว์ទាំង12ណាដែលយើងនឹងដំណើរការសម្រាប់ឆ្នាំថ្មីណាបងប្អូនអញ្ចឹងយើងឥឡូវនេះយើងសិក្សាពីរឿងតារាសាស្ត្រណាតារាសាស្ត្រនេះគឺល្អណាសម្រាប់ជួយបងប្អូននៅពេលដែលយើងត្រូវការប្រើធម៌ពលណាធម៌ពលគឺជាអ្វីមួយដែលថាជំរុញលើកទឹកចិត្តយើងណាធ្វើឲ្យយើងគឺថាមានកម្លាំងមានទឹកចិត្តមានអារម្មណ៍ណាបាទវាជួយជំរុញយើងណាបងប្អូននឹងហៅធម៌ពលមកពីក្នុងបាទចឹងហើយបានយើងសិក្សាពីរឿងតារាសាស្ត្រនឹងឯងណាតារាសាស្ត្រនឹងវាជួយណាជួយយើងអញ្ចឹងហើយវាជួយយ៉ាងម៉េចណាវាជួយនៅពេលដែលយើងធ្វើសកម្មភាពណាបាទវាជួយយើងនៅពេលយើងធ្វើសកម្មភាពណាបាទបើសិនជាយើងធ្វើសកម្មភាពរៀនវាជួយផ្នែកសិក្សារៀនសូត្រចឹងទៅបើយើងធ្វើសកម្មភាពរកស៊ីវាជួយផ្នែករកស៊ីផ្នែកលុយកាក់អីចឹងទៅបាទហើយបើយើងធ្វើសកម្មភាពផ្នែកការងារណាក៏វាអាចជួយយើងឲ្យយើងចម្រើនខាងការងារណាបងប្អូនណាហ្នឹងគឺហុងស៊ុយណាបាទហុងស៊ុយគឺវាជួយសម្រាប់អ្នកដែលឧស្សាហ៍ព្យាយាមណាបាទដែលគេថារៀបហុងស៊ុយហើយអង្គុយចាំលទ្ធផលអត់បានទេណាបាទគឺយើងទៅធ្វើយកលទ្ធផលណាបាទនេះគឺវាអញ្ចឹងបាទអញ្ចឹងបងប្អូនតាមដានទាំងអស់គ្នាបាទយើងចុះឈ្មោះប្រើប្រព័ន្ធនេះចាំបាច់ណាបើយើងអត់ចុះឈ្មោះយើងមិនអាចចូលប្រើប្រព័ន្ធរបស់យើងបានទេណាហើយយើងអត់អាចដឹងយើងអាចដឹងដូចលេខខួយលេខអីចឹងណាបងប្អូនចឹងដល់ពេលដែលយើងវាយចូលក្នុងប្រព័ន្ធទៅថ្ងៃខែឆ្នាំកំណត់ម៉ោងរបស់យើងអាចដឹងណាបាទហើយបានយើងសិក្សាពីរឿងហុងស៊ុយរិស័យហ្នឹងបានស្រួលបាទនេះគឺពេលយើងវាយចូលទៅគឺវាបានមកចេះបានលេខជីវិតរបស់យើងនេះលេខជីវិតរបស់យើងនៅលេខ3នេះណាហើយតំបន់វានៅខាងកើតបាទតំបន់ណាបាទតែវាមានលេខជីវិតមានតំបន់នៃលេខជីវិតរបស់យើងនេះតារាសាស្ត្រយុគបាទធម្មពលនៃយុគណាយុគ9បាទអញ្ចឹងនេះធម្មពលនៃតារាសាស្ត្រឆ្នាំបាទឆ្នាំគឺវាចូលមកបែបនេះចូលឆ្នាំក្រោយវាប្រែប្រួលពេលនេះទៀតហើយបងប្អូនបាទអត់ដូចគ្នាណាជើងរៀងរាល់ឆ្នាំគឺតែងតែមានគេហៅថាតារាសាស្ត្រចូលមកថ្មីហើយវាធ្វើឲ្យយើងគេហៅថាទទួលយកណាទទួលយកនៅធម្មពលថ្មីនឹងឯងណាល្អអាក្រក់អីស៊ីសងបាទស៊ីសងបញ្ចូលមកចាំឆ្នាំណាបងប្អូនបាទហើយបើយើងឃើញកន្លែងណាមិនល្អយើងកុំទៅប្រើបាទដូចយើងតំបន់លេខ5ដែលគេចាត់ទុកថាអត់ល្អបាទណាបាទតំបន់លេខ9គឺល្អណាបាទតំបន់លេខ8គឺល្អបាទហើយលេខ6អីនេះលេខ1អីនេះគឺល្អណាបាទហើយលេខ4នេះសម្រាប់សិក្សារៀនសូត្រចឹងល្អវាមានអីដែលល្អណាបងប្អូនបាទវាមានអីដែលយើងត្រូវធ្វើទៅវាល្អណាបាទមិនមែនយើងអត់ធ្វើអីឲ្យល្អទេណាបងប្អូនបាទហ្នឹងគឺតារាសាស្ត្រគឺវាអញ្ចឹងណាហើយនៅពេលដែលយើងបូកតារាសាស្ត្រឆ្នាំជាមួយនឹងខែគឺយើងទទួលបានធម្មពលលើសបាទលើសខ្លាំងបាទន័យថាប្រកែជាងមុនខ្លាំងជាងមុនប្រសើរជាងមុនបាទនេះសម្រាប់ខែធ្នូបាទខែធ្នូយើងចូលមកយើងមានលេខ5នៅខាងនេះណាបាទយើងមានលេខ9នៅខាងនេះណាវាមានលេខ1នៅខាងនេះបាទលេខ6លេខ4ណាបងប្អូនយើងមើលទៅហើយកន្លែងដែលយើងប្រយ័ត្នគឺកន្លែងលេខ5នឹងឯងណាបាទនេះគឺអញ្ចឹងហើយយើងបូកគ្នាណាយើងបូកជាមួយតារាសាស្ត្រឆ្នាំទៅហើយយើងយកដាក់លើប្លង់ទេសរបស់យើងនេះប្លង់ទេសយើងណាបងប្អូនបែងចែកវាជា9បំណែកហើយយើងដាក់តារាសាស្ត្រចូលណាបាទនេះតារាសាស្ត្រយើងដាក់ចូលបែបហ្នឹងមកហើយខ្ញុំដាក់បូកជាមួយនឹងឆ្នាំមួយនឹងយុគណាបងប្អូនបាទនេះតារាសាស្ត្រខែនេះតារាសាស្ត្រឆ្នាំនេះយុគណាបាទយើងបូកបែបអញ្ចឹងយើងបានទាំងអស់នេះហើយយើងចាប់ផ្ដើមសិក្សាមើលថាតើតំបន់ទេសនីមួយៗហ្នឹងគឺវាមាន
គេថាថាមពលយ៉ាងម៉េចហើយវាជួយយើងបែបណាណាហើយនៅពេលដែលវាជួយយើងហ្នឹងវាយើងទៅប្រព្រឹត្តយ៉ាងម៉េចណាបងប្អូនបាទហ្នឹងគឺវាជួយយើងវាជួយឲ្យយើងប្រព្រឹត្តណាបងប្អូនបាទអញ្ចឹងដូចខាងនេះណានៅពេលដែលយើងខួយលេខ1ហើយត្រូវនឹងឆ្នាំជូតអញ្ចឹងវាត្រូវ82បានឆ្នាំមួយបានខួយមួយខួយហ្នឹងគឺលេខជីវិតរបស់យើងបន្ទាប់ពីយើងវាយថ្ងៃខែឆ្នាំកំណើតរបស់យើងចូលប្រព័ន្ធណាតែយើងដឹងលេខខួយរបស់យើងលេខជីវិតរបស់យើងណាគឺលេខ1នៅខាងជើងបាទគឺតំបន់នេះជាតំបន់ដួងកែវរបស់យើងបាទនេះថាជាតំបន់តំណាងឲ្យខ្លួនយើងណាហ្នឹងគឺលេខ1ហ្នឹងហើយចូលតារាសាស្ត្រលេខប៉ុន្មានចូលលេខ3ប្រចាំខែលេខ6ប្រចាំឆ្នាំបាទហ្នឹងគឺតារាសាស្ត្រដែលចូលមកអញ្ចឹងយើងមើលថាតើវាអតិពលមិនខ្មិចណាលេខ3ធម្មតាតំណាងឲ្យធាតុឈើហើយតំណាងឲ្យគេថាភាពរហ័សរហួនណាភាពរហ័សរហួនអញ្ចឹងកាលណាយើងធ្វើអីក៏ដោយតែកាលណាយើងឲ្យវារហ័សរហួនណាវាអាចមានទទួលហានិភ័យទេបាទនៅពេលដែលយើងឧទាហរណ៍ថាយើងបើកបរណាយើងបើកបរបងប្អូនប្រញាប់ណាលឿនហ្នឹងអាចឲ្យយើងមានគ្រោះថ្នាក់ចរាចរណ៍ដូចជាមួយនឹងលេខ6ណាបងប្អូនបាទជាមួយលេខ6យើងណាលេខ6ដូចឡានអញ្ចឹងយានយន្តណាបងប្អូនបើកណាបើកលឿនទៅវាអាចធ្វើឲ្យយើងគ្រោះថ្នាក់ណាបាទឬក៏ដៃជើងយើងនៅពេលដែលយើងរត់ពេលដែលយើងបដាល់ពេលដែលយើងបណ្ណាំងពេលដែលយើងប្រើប្រាស់វាណាវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ដៃដល់ជើងរបស់យើងណាបាទអាហ្នឹងឯងគេហៅថាវាអត់សូវល្អហ្នឹងអាកន្លែងហ្នឹងណាក៏ប៉ុន្តែបើសិនតែយើងយកទៅធ្វើការងារផ្សេងណាដែលយើងជាមនុស្សអត់សូវសកម្មណាយើងខ្ជិលយើងអីយើងអត់ធ្វើការនៅពេលដែលយើងចូលលេខ3មកក្នុងខួយលេខ1របស់យើងមកធ្វើឲ្យយើងមានសកម្មធ្វើឲ្យយើងប្រឹងប្រែងធ្វើឲ្យយើងតស៊ូណានៅក្នុងការងាររបស់យើងអាហ្នឹងគឺល្អបាទល្អណាអត់អីទេណាបាទឬក៏ការងារយើងមានហើយណាយើងប្រឹងពីលេខមុនប្រឹង10ឥឡូវយើងប្រឹង20អញ្ចឹងទៅណាបាទន័យថាយើងជួយពង្រឹងសកម្មភាពរបស់យើងនោះឲ្យវាកាន់តែខ្លាំងដើម្បីយើងរកចំណូលបានកាន់តែច្រើនបាទអានេះអត់អីទេណាបងប្អូនបាទប៉ុន្តែបើសិនតែយើងយកទៅបើកឡានណាធ្លាប់បើកលបឿន70ណាដល់ពេលឥឡូវដាក់100ណាអានេះគេហៅថាយើងប្រើលបឿននេះវាខុសណាបងប្អូនខុសហេតុអីវាប្រើនៅពេលដែលយើងបើកបរវាអាចបង្កទៅជាហានិភ័យគ្រោះថ្នាក់ផ្សេងណាបាទនេះគឺយើងអត់ត្រូវធ្វើទេណាជាពិសេសគឺអ្នកខួយលេខ1ឬក៏អ្នកដែលមានឆ្នាំជូតណាយើងត្រូវប្រយ័ត្នណាប្រយ័ត្នគ្រោះថ្នាក់ផ្សេងដូចជើងដូចអីចឹងយើងត្រូវប្រយ័ត្នប្រយែងណាហើយកុំធ្វើសកម្មភាពណាប្រថុយនឹងហានិភ័យណាដូចយើងឡើងដើមឈើណាដូចយើងឡើងភ្នំណាបាទអានេះក៏ឧទាហរណ៍ថាកីឡាយើងរត់ឡើងភ្នំដើរឡើងភ្នំអានេះយើងមិនមែនឡើងបានទេប៉ុន្តែយើងថយលបឿនឬក៏យើងប្រយ័ត្នបាទយើងកុំប្រថុយបងប្អូនអានេះគេថាកុំហ៊ានពេកបាទខ្លាចគេលោវាល្អជើងផ្លិតជើងអីទៅវាធ្លាក់អានេះគឺវាចឹងបាទហ្នឹងគឺសម្រាប់បងប្អូនដែលមានខួយលេខ1ណាហើយនឹងឆ្នាំជូតបាទឆ្នាំឆ្លូវហើយនឹងឆ្នាំខាលហើយនឹងខួយលេខ8ខួយលេខ8ណាបងប្អូនអញ្ចឹងខួយលេខ8ហើយមនុស្សដែលកើតឆ្នាំឆ្លូវហើយនឹងឆ្នាំខាលណាចូលតារាសាស្ត្រលេខ1បាទលេខ1គឺតំណាងឲ្យអ្នកមានចំណេះអ្នកមានលុយណាអ្នកមានបញ្ញាណាបាទដែលអាចជួយដោះស្រាយណានៅបញ្ហាផ្សេងជាច្រើននៅវិបត្តិជាច្រើនបាទហ្នឹងគឺគេហៅ noble people ណាបាទអ្នកដែលមានលុយអ្នកដែលជំនួយជួយយើងណាឲ្យយើងមានបានអាហ្នឹងគឺលេខ1បាទហើយក៏តំណាងឲ្យគ្រូយើងណាតំណាងឲ្យអ្នកដែលឲ្យលុយយើងខ្ចីណាបាទនេះអ្នកដែលឲ្យលុយយើងខ្ចីនេះគឺមានអ្នកណាមានបងប្អូនម៉ែឪណាឬក៏ធនាគារណាឬក៏អ្នកដែលមានសន្តានចិត្តល្អណាដែលគេឲ្យលុយយើងណាបងប្អូនបាទហ្នឹងគឺដំណើរលេខ1ហ្នឹងឯងនិយាយទៅអ្នកដែលចូលមកជួយជីវិតយើងទោះជាគេជួយដោយគំនិតទោះជាគេជួយលុយទោះជាគេជួយសកម្មភាពណាបាទនេះគឺសិតតែអ្នកល្អហើយណាសម្រាប់យើងណាបងប្អូនបាទជួយសកម្មភាពហ្នឹងប្រហែលថាយើងដួលអីចឹងទៅណាហើយស្រាប់គាត់លើកយើងណាធ្វើ PCR យើងណាជួយឲ្យយើង
កុំឲ្យយើងសន្លប់អីចឹងបាទនេះសិនតែជួយយើងហើយបងប្អូនបាទជួយនៅពេលខ្លះយើងបើសិនតែកុំបានកាត់ជួយអាបន្តិចហ្នឹងក៏យើងស្លាប់បាត់ទៅនៅឧទាហរណ៍ថាយើងសន្លប់យើងអីណាបាទគ្រោះថ្នាក់ចឹងអ្នកដែលជួយយើងគឺជួនកាលកាត់មកជួយយើងតាន់ពេលវេលាណាបាទហ្នឹងគេលេខ1ហ្នឹងណាអ្នកដែលជួយណាហើយបូកជាមួយលេខ4នេះគឺល្អណាល្អឥតខ្ចោះហេតុអីលេខ4គឺតំណាងឲ្យអ្នកដែលប្រឹងប្រែងក្នុងការសិក្សារៀនសូត្របាទន័យថាអ្នកនឹងបកកែស្រាវជ្រាវចង់រៀនណាចូលចិត្តរៀនបាទដល់ពេលដែលយើងចូលចិត្តរៀនហើយយើងចូលជាមួយនឹងជួបជាមួយនឹងគ្រូដែលល្អលេខ1ហ្នឹងណាគ្រូដែលមានបទពិសោធន៍បានន័យថាគេមានទាំងចំណេះគេមានទាំងលេខ4នេះបើសិនតែយើងបូកចូលគ្នាទៅគឺល្អណាល្អខ្លាំងណាបងប្អូនអញ្ចឹងអ្នកដែលមានគួយលេខ8ហើយអ្នកដែលមានឆ្នាំឆ្លូវហើយឆ្នាំខាលគឺល្អណាមានអ្នកជួយមានអ្នកអីចឹងទៅហើយរៀនបកកែណាឆ្លាតហ្នឹងគឺអ្នកដែលគួយលេខ1ហើយគួយលេខ8ហើយចូលលេខ1លេខ4ហ្នឹងគឺល្អដាច់គេហើយណាបងប្អូនបាទហើយបងប្អូនដែលមានគួយលេខ3គឺចូលលេខ5ណាលេខ5នេះគឺអត់ល្អណាយើងឲ្យតែឃើញលេខ5កន្លែងណាគឺកន្លែងហ្នឹងគឺអត់ល្អទេបាទអញ្ចឹងយើងត្រូវប្រយ័ត្នជៀសវាងក្នុងការធ្វើសកម្មភាពឲ្យវាក្ដុំក្ដាំងឲ្យលឺសំឡេងលឺអីនៅក្នុងតំបន់ហ្នឹងណាឬក៏យើងប្រើតំបន់ហ្នឹងយូរពេកណាបាទនៅតំបន់នឹងយូរក្នុងកន្លែងលេខ5នេះវាអាចទទួលរងឥទ្ធិពលមិនល្អណាវាបណ្ដាលឲ្យយើងឈឺបណ្ដាលឲ្យយើងគ្រោះថ្នាក់ផ្សេងជួបរឿងរ៉ាវដែលយើងមិនអាចគ្រប់គ្រងបានហ្នឹងគឺលេខ5ប៉ុន្តែដោយសារមានលេខ8ជួយជាងលេខ8គឺលុយតំណាងឲ្យលុយណាតំណាងឲ្យអ្វីដែលសកម្មភាពរកលុយដែលត្រឹមត្រូវណាបាទអញ្ចឹងបានន័យថាអត់សូវអីទេណាលុយយើងអាចជួយបានដោះស្រាយបានខ្លះណាពីបញ្ហានេះបើសិនវាកើតឡើងអញ្ចឹងណាបងប្អូនបាទហើយគួយលេខ3ក៏រងឥទ្ធិពលណាពីលេខ5ហើយនឹងឆ្នាំថោះហើយបងប្អូននៅខាងកើតណាមកខាងកើតហ្នឹងគឺឆ្នាំថោះអញ្ចឹងបងប្អូនឆ្នាំថោះហើយគួយលេខ3ទៅប្រយ័ត្នប្រយែងបងប្អូនគួយលេខ4ហើយចូលលេខ6បាទគួយលេខ4នឹងឆ្នាំរោងឆ្នាំម្សាញ់ណាមានឆ្នាំ2ណាបងប្អូនអញ្ចឹងមានចូលលេខ6និងលេខ9ណាលេខ6ចាំខែលេខ4ចាំឆ្នាំអញ្ចឹងលេខ6នេះគឺល្អសម្រាប់បងប្អូនធ្វើការសម្រេចចិត្តដឹកនាំណាឬក៏គ្រប់គ្រងណាបងប្អូនហ្នឹងគឺយើងអ្នកដឹកនាំគេយើងប្រកែសម្រេចចិត្តណាបានន័យថាយើងសម្រេចចិត្តយើងហ៊ានអាកាត់ណាអាហ្នឹងហើយបានយើងដឹកនាំគេបានណាបានយើងអាចឡើងឋានៈឡើងអីបានបាទហ្នឹងគឺវាចឹងហើយដល់ពេលចូលលេខ9គឺលេខ9ជួយបងប្អូនឲ្យលឿនណាឲ្យលឿនឲ្យមានល្បឿនណាអញ្ចឹងការងារអីក៏ដោយបើសិនតែយើងធ្វើត្រូវហើយយើងបន្ថែមល្បឿនទៀតបានន័យថាយើងដល់គោលដៅលឿនណាហើយយើងទទួលបានផលកម្រៃច្រើនអាហ្នឹងគឺវាចឹងបើសិនតែយើងបានធ្វើត្រូវហើយយើងយឺតណាយើងអត់ទាន់គេទេណាយើងទៅអត់ទាន់គេទេណាបងប្អូនបាទសម័យយុគ9នេះគឺវាត្រូវការល្បឿនណាបាទហើយបងប្អូនដែលនៅក្នុងខួយលេខ4ហើយនឹងឆ្នាំរោងឆ្នាំម្សាញ់ណាទទួលបានឥទ្ធិពលលេខ6និងលេខ9នេះគឺល្អខ្លាំងបាទហើយអ្នកដែលខួយលេខ9ហើយឆ្នាំមមីណាចូលក្នុងខែធ្នូនេះគឺអត់ល្អណាដោយសារអីចូលលេខ2និងលេខ5នេះលេខ2លេខ5ជួបគ្នានេះគឺអត់ល្អតែម្ដងគឺមានរឿងមានរ៉ាវបើកាត់ជំងឺវិញជំងឺខ្លាំងណាដែលយើងមិនអាចគ្រប់គ្រងបានហើយបើរឿងរ៉ាវវិញគឺរឿងធំបាទរឿងមួយអាញាធោរឿងលុយកាក់ធំហ្មងអញ្ចឹងយើងបើខាត់គឺខាត់ធំអញ្ចឹងនៅក្នុងតំបន់ខាងត្បូងបងប្អូនត្រូវប្រយ័ត្នកុំធ្វើសកម្មភាពអីក្រុមក្តៅអសោះណាគីឡូវាប៉ះពៀណាដល់ដែងការខាត់បងរបស់យើងណាបងប្អូនត្រូវប្រយ័ត្នជាពិសេសអ្នកកើតឆ្នាំមមីហើយនឹងបងប្អូនដែលមានខួយលេខ9ណាយើងត្រូវប្រយ័ត្នប្រយែងមែនទែនបាទហើយបងប្អូនដែលមានខួយលេខ2ចូលលេខ4ណាលេខ4គឺធ្វើឲ្យយើងគេថាជាតារាសាស្ត្រមួយដែលអាចរៀនបកកែណាយើងរៀនបកកែបើនេះថាយើងចូលចិត្តរៀនស្រាវជ្រាវសិក្សាព្យាយាមណាចង់ចេះចង់ដឹងណាបងប្អូននេះគឺលេខ4ហ្នឹងណាបាទហើយលេខ7បកកែនិយាយចឹងបានន័យថាយើងនិយាយអ្វីដែលយើងរៀនអ្វីដែលយើងចេះកុំនិយាយអ្វីដែលយើងមិនចេះកុំនិយាយកុហកបោកប្រាស់ភូតភរណាបាទដូចយើងនិយាយអ្វីដែលអត់មានផុសតាងណាជួនកាលយើងចោតប្រកាន់គេដោយគ្មានផុសតាងហ្នឹងឯងគេហៅថានិយាយអត់ត្រឹមត្រូវអត់ល្អទេឃើញទេប៉ុន្តែបើសិនយើងមានលេខ4មានន័យថាអ្វីដែលយើងនិយាយគឺចេញពីចំណេះយើងចេញពីការសិក្សាស្រាវជ្រាវយើងហ្នឹងបើយើងនិយាយមានផុសតាងត្រឹមត្រូវអានេះគឺល្អណាបងប្អូនបាទល្អបាទអញ្ចឹងចូលគួយលេខ4នេះអត់អីទេណាល្អហើយបើយើងនិយាយឲ្យត្រឹមត្រូវតាមចំណេះយើងជំនាញយើងណាកុំ
vậy bọc ra kề nó lại kề lâu miền rào nè mong vô này nó cứ khôi lịch phí hay mong vô này ca nam ở Mỹ nam ở Mỹ hay nam vô mà mây vô nó cứ từ tuổi từ Paul Pi buồn đừng ai nhé và mong vô khôi lịch phớ cứ cho lên buồn lo đặt kia nó là còn dục buồn và chẳng mong vô này miền khôi lịch phớ hay nam rổ cả nhé và cứ từ tuổi rong tham một Paul lo nó cứ lên buồn nó cứ hề nó hề sầm rập ở dương rồi lôi đưa có hề sầm rập ở dương lộ đô hề sầm rập ở dương thưa ở miền phải chia pray phim miền cái tình dục miền một mặt nó cứ lên buồn này nếu mà phone mà bộ người lấy bay chớ vào cả phơi này được chắc rung oi phơi nó chạy cả kháng chân miền etipol cả kháng đấy là không từ bọn này lên phơi này chẳng bao buồn hề mà bọn vốn khui lên vào muối và khui lên muối trôi lên vậy nên lên vậy hôm nay luôn nào càng nghe tụi nàng ơi trọc sủng bát đại dương phơ bà nè bọn vốn đời cũng đang như chim dưới cứ lên vòng bay này ngày nè bà hay đọc với bô cái môi lệ phí trọc mã cam tiết bàn bị ca chua tia nè commission lộ đô nè cho nè trộp nè rồi cổ lộ đô bỏ na đại dương cái hàng là sự phâu ấy chứ là bỏ cam á đại dương phơ vì được bộ hái những đã lộ nữa nó cứ dùng bọc bông lỗi nó cứ trập để dân bàn màu bình trần nè rồi có dân si cà pra nè vì miền lôi ở mà thằng miền lôi đặt này kia si cà pra nó cứ trập lệ pì nè nó cứ về trần chẳng bờ cho lên vùng bay lệ pí mà nên là trập ấy còn miền này trập ấy cái chỗ này chỗ thì nó trập càng nghi chỗ thì là trập bán thôi nó là trập cam thì đặt chua lại nó cứ chỗ nó cứ lọ khẳng chứ nó không về nó cứ vào con thở miền sạc cam phía không prang prai rô xì không prang prai thua cả không prang prai đã tuần vốn là nó cứ bị chẳng nó hay xa lịch bị đây thua dương chờ thôi dương cái đạn sẽ cam một phim dương dư đấy và dư bộ đây á mong vốn đây chơi plak đồ tì đây ấp đồ này bạn ấy theo bởi dương sẽ cam một phim dương dư đó đấy bàn tay bờ xanh này dương bên nắng màu và ra xa drop từng pi nữa bọn ôn trâu thật phơi sự cam phim ấy mùi ở lươn nè làm bay dân từ tua ban phò nếu mà phồn mà nó cứ về chân hay ông phồn quay lại một mối về miền nam chó hay những nam cò nó miền pin nam nên từ tua ban phò phải giỏi phục nếu mà phồn mà anh ấy cứ lệnh váy cứ về chân thì lo đấy hay lên bờ là cái nào lên bờ cứ tệ thôi là cái gì ở lò đấy và bây giờ về khóc cứ sôi dân vậy trấu dân hề và bây giờ vậy trấu mà này tha cái tiền giờ bây giờ lộ đổ này và đây bây giờ vậy khóc nó thì chia cho cái ý kế là nó cứ từ từ bàn phò cằn nó mà về nó cứ rồi thì bỏ lò để chân liền bớt cứ tụm nào mệt đó mệt cứ tụm dân ai ta biết đây giờ ca chê và tay ấy nó cứ sợ mệt này nè và trái bờ xanh này dân miên liệt môi được liệt buôn nè chui nè được chơi miên liệt buôn này liệt môi chui chúng cá nè dân vậy ấy để tranh pi bà nhà gì bao giờ bạn ấy ra bà nhà là o nè để dân họ đòi khát lối á nó cứ ở đây để bàn tay bờ xanh này dân về vậy để ở miền bà nhà nè và những phải chê kê rồi gọi dân tàu thơ ấy kê để bắt vào kia nó cứ ăn lọ nó lên bờ trang tầm văn đại hến trong mơ tầm văn đó đấy miền lệnh muối và lệnh muối lệnh buồn ấy hình kháng hình chữ kế lệnh pi lệnh bấy và lệnh pi lệnh bấy nó cứ cái hàng thằng bay bằng lệnh bay là lo bằng phật đấy và dần ghen lôi này và lệnh muối lệnh buồn ấy nhà dùng tu tàu nó tu tàu á và tu tàu kiểu hồng xuôi này tu tàu bà hồng xuôi đi dùng về chứ mẹ dương miên tà lôi tham miên hồng xuôi ấy bao giờ nè dân miền đã lôi theo miền hồng suối gì nè tao dân miền đôi thảo dân miền hồng suối bên đây là dân miền từng ọ nè đôi dân miền te miền krong rosa nè dân miền cồn miền trao miền mặn miền pa nè miền mục lọ bò nè miền ca nghe ấy để lo để trầm trớ này anh cái hát thà rung rường ngay trong rosa giờ mấy rosa giờ miền đập te thom môi hay đôi nào tại anh như thế mà anh cứ miền hồng suối gì nữa rồi là tại rong rừng tại này nhưng miền hồng suối mà đây thấy dân rồi nào chung đấy miền nhiệt mệt miền bóng ôn đấy mà rong rừng ọc này miền từng ọc này nếu bị chân cái này mà bồn mà thay dân miền tại ai rồi nào tại ai như đấy bà
ហើយញ៉ាំបកងតើតឯងហើយញ៉ាំឲ្យឆ្ងាញ់បងប្អូនតើយើងមានកូនចៅយើងជួយញ៉ាំឲ្យយើងមើលទៅវាសប្បាយចិត្តណាបងប្អូនវាចឹងណាបាទហើយល្អមួយទៀតគឺលេខ9ណាលេខ9លេខ9នេះគឺអានេះគឺល្អអាណាបាទអញ្ចឹងតំបន់ល្អបងប្អូនដូចតំបន់នេះ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 អីអាតំបន់ល្អមកន័យថាយើងយកតំបន់ហ្នឹងមកប្រើការមកអង្គុយមករៀនមកសូត្រមកធ្វើសកម្មភាពក្នុងការរលុយរកកាយអីចឹងទៅណារៀនសូត្រអីចឹងទៅរៀនសូត្រក៏ជាសកម្មភាពល្អបាទសម្រាប់រលុយអាហ្នឹងវាចឹងបាទហើយខ្ញុំមានសេវាកម្មមើលរាសីរៀបហុងស៊ុយឬពេលវេលាបង្រៀនណាសេវាកម្មនេះគឺមើលរាសីដើម្បីឲ្យបងប្អូនដឹងពីជីវិតបងប្អូនដំណើរការនៃជីវិតបងប្អូនប្លង់នៃជីវិតបងប្អូនណាគួបផ្សំនឹងការសម្រេចចិត្តបងប្អូនដែលបងប្អូនសម្រេចចិត្តថារៀនអីធ្វើអីរកស៊ីអីហ្នឹងអាហ្នឹងគឺជាគេថាប្លង់នៃជីវិតបើយើងមានប្លង់យើងសម្រេចចិត្តត្រូវណាបើយើងអត់ប្លង់យើងអាចសម្រេចចិត្តខុសអានេះគឺតែប៉ុណ្ណឹងណាបាទមិនមែនយើងមើលរាសីấyជួយគេថាគ្រូថាមានហើយ5ឆ្នាំទៀតណាអង្គុយចាំថាមានអង្គុយចាំមើលតែគ្រូថាមានហើយបើអត់មានទេគឺគេរើផ្លាកលោកគ្រូនឹងចោលមកគ្រូនឹងនិយាយបោកប្រាស់មកណាអត់ចឹងទេណាបងប្អូនមិនមែនជាការទោសទាយហើយយើងមានហើយយើងអត់ធ្វើអីណាបាទយើងថាយើងមាន5ឆ្នាំមុនណា5ឆ្នាំក្រោយតែlàយើងឥឡូវនេះចាប់ផ្ដើមរៀនសូត្រចាប់ផ្ដើមធ្វើរោស៊ីចាប់ផ្ដើមសកម្មភាពណាបានវាអាច5ឆ្នាំក្រោយវាមានណាហើយមិនមែនបានន័យថាអត់ជួបឧបសគ្គទេដែលមានអ្នកណារស់នៅក្នុងជីវិតនឹងមិនជួបឧបសគ្គកុំចេះតែជឿណាគេថាអូខ្ញុំធ្វើអានេះធ្វើអានោះរៀបចំកុំឲ្យជួបឧបសគ្គមិនដែលមានទេលើโลกនេះបងប្អូនណាជីវិតមនុស្សកើតមកគឺមានទុក្ខមានរូបមានទុក្ខវាមិនអាចថាគ្មានឧបសគ្គទេណាយើងកុំចេះតែជឿគេហើយហ៊ានរៀបហុងស៊ុយណារៀបហុងស៊ុយផ្ទះនេះក៏សំខាន់ដែរណាបងប្អូនបាទរាសីសម្រាប់រៀបជីវិតរបស់យើងឆាកជីវិតរបស់យើងដំណើរជីវិតរបស់យើងណាផ្ទះហុងស៊ុយគឺសម្រាប់គ្រួសារយើងណាបាទសម្រាប់ជីវិតយើងដែលយើងរស់នៅផ្ទាល់នៅលើភពផែនដីនេះហើយរើពេលវេលាណាអានេះគេពេលវេលា event សំខាន់ព្រឹត្តិការណ៍ដែលយើងរៀបការឡើងផ្ទះតែមិនមែនបោះផ្ទះឬពេលវេលាដែរនឹងអត់ទេណាបងប្អូនបាទអត់បោះនឹងខុសហុងស៊ុយហើយណាបាទហើយរៀបរៀនបង្រៀនមើលហុងស៊ុយរាសីនេះបាទរៀនអនឡាញណាបងប្អូនចង់រៀនអាចចុះឈ្មោះបានបាទហើយបង្រៀនអនឡាញយើងមានវីដេអូហើយនឹងមានអត្ថបទណាដែលបងប្អូនអាចចូលមើលបានតាម Telegram ណាអានេះមេរៀនហុងស៊ុយណាបឋមបាទមេរៀនទាំងអស់នេះបងប្អូនរៀនទៅបងប្អូនចេះអ្វីទាំងអស់នេះណាពេលយើងរៀបផ្ទះពេលយើងធ្វើផ្ទះសង់ផ្ទះអីយើងមិនបាច់សួរគេទេព្រោះយើងចេះណាមិនបាច់ទៅរកគ្រូអីនាំទៅអស់លុយច្រើនទេណាបាទយើងរៀនទៅយើងអស់លុយតិចណាហើយយើងអាចរៀបផ្ទះយើងមកបានល្អណាបងប្អូនហើយនេះណាមធ្យមកម្រិត1ហើយណាមធ្យមយើងមានដល់1ដល់9ណាបាទកម្រិតគេនោះមានច្រើនហើយយើងចប់ត្រឹមកម្រិត9ហ្នឹងបងប្អូននេះបាទកម្រិតនេះទៅមធ្យមនេះយើងចប់អស់ហើយយើងរៀបផ្ទះបានរឹតតែប្រសើរថ្នាក់បឋមយើងអាចរៀបបានណាបាទថ្នាក់មធ្យមរឹតតែបបោណាសម្រាប់បងប្អូនដែលចង់ណារៀបផ្ទះណាបាទបើយើងអញ្ជើញគ្រូរៀបក៏បានដែរឬក៏យើងចង់ចេះខ្លួនឯងយើងរៀនបាទយើងរៀនហើយកុំថារៀនមិនចេះបងប្អូនរៀនអីក៏ចេះដែរលើโลกនេះឲ្យតែយើងព្យាយាមលើកលែងតែយើងអត់ព្យាយាមរៀនអត់ចេះបាទថាខ្ញុំថាគេទេខ្ញុំអត់ព្យាយាមអត់ចេះទេតែមើលដូចមើលរឿងអីមើលអត់ចេះទេណាព្រោះរៀនមិនមែនមើលរឿងទេបើមើលរឿងខ្លីរឿងអីអានេះមើលកំសាន្តអានឹងអត់អីបើយើងរៀនយើងមើលដូចមើលរឿងអត់រៀនអត់ចេះតែយើងមានសភៅ note យើងកត់យើងអីយើងតាមដានអានេះយើងអាចរៀនចេះណាបងប្អូនបាទយើងយល់ណាបាទចេះនឹងយល់ណាបងប្អូនបាទនេះគឺវាចេះបាទនេះតម្លៃសរុបណាបាទហើយខ្ញុំមានបើកបរិញ្ញាបត្រជឿមើលរាសីណាមើលរាសីថ្នាក់បឋមបាទមើលរាសីថ្នាក់មធ្យមណាបងប្អូននេះចាប់ផ្ដើមថ្នាក់មធ្យមអញ្ចឹងបងប្អូនអាចចុះឈ្មោះបានណាហើយការរៀនសិក្សានេះគឺពេលដែលយើងចេះទៅគឺយើងមានប្រយោជន៍ដល់ជីវិតយើងរហូតណារាសីគឺតេទៅនឹងដំណើរជីវិតរបស់យើងឆាកជីវិតរបស់យើងជោគជតារាសីរបស់យើងណាហុងស៊ុយតេទៅនឹងផ្ទះរបស់យើង
cái này là dân rồi nào đấy mà này tệ tô nâng phê về lia là không chạy chỉ biết bỏ giờ nâng ai những cà riêng nó cứ thời dân ai ta rừng mòm chừng môn đó xong rồi chết ban chừng môn đó vì lo chừng môn đấy và hay được dân riêng đăng phi thì xa rồi mình tàu dẹp phim thế là thiệt đâu không phim vực bộ anh ấy kia cho nghĩa vì đừng khăn thiệt đó không còn dân lưng ấy khoa ấy hay dân thờ ca thiết ấy là thì tên mình phải giỏi này thờ ca thiết ấy hay ban dân vô mau vô thiết nó cái dân vô mà ăn vật là lời chỉ việc bảo dân tuần đấy và chẳng mẹ dân bé ao pơ đi pơ nông tơ nếu việc hê như có việc miền to là dẹp phim nó còn cha đánh ót đấy nó ót cho nghe nó một bột và cái chỉ sang nông ca để dân đăng hái dân rồi thì xa bọc tu môi mối học nè đấy và mình bé ao ta cọp thiệt đấy nếu những khoa lò hạ chứ đi nhóm chứ nếu từ bé ao bờ phải tới cọp lò hạ ở đây nè cái đó về đấy bỏ vào và chấn bỏ vào ai cho mua riêng bàn đấy từ on đấy và chỉ từng lại sở động đấy bỏ vào ai mưa tới hay tiện tồn nhóm super miền ấy các bạn đấy công khai trong cả số nòm đấy không và chân dùng xung chỉ được liên bỏ vào cái này